Okay, good morning, everybody. Good morning. Are you all awake? I think you all sing time to awake, time to awake, not time to rise. You know, in this series, we're talking about time to rise up. ចឹងខ្សែមេរៀននេះយើងរៀនជាមួយគ្នាថាដល់ពេលដែលយើងក្រោកឡើងមកចេញសកម្មភាព Okay, today I want to talk about commitment. ថ្ងៃនេះផងដែរខ្ញុំចង់និយាយអំពីការបដិញ្ញាចិត្ត Now, commitment is a big topic, right? ការបដិញ្ញាចិត្តហ្នឹងគឺជាប្រធានបទមួយដែលធំ You know, and but I just want to enter this topic from a different angle. ប៉ុន្តែខ្ញុំចង់និយាយអំពីមេរៀននេះពីចំណុចមួយផ្សេងទៀត Because I think when we think about the topic of commitment, it can feel very pressurizing. ដោយសារតែនៅពេលណាដែលយើងឮថាពាក្យថាបដិញ្ញាចិត្តហ្នឹងមានអារម្មណ៍ថាវាជាបន្ទុកមួយសម្ពាធមួយ Okay, especially if you have been in church long enough. ជាពិសេសនៅពេលដែលបងប្អូននៅក្នុងក្រុមជំនុំរៀងយូរដែរហើយ I think a lot of time when people hear the word commitment, they get scared. ចឹងនៅពេលណាដែលមនុស្សគាត់ឮពាក្យថាបដិញ្ញាចិត្តនេះគាត់មានអារម្មណ៍ថាអូខ្លាចហ្មង Because the first reaction is, the pastor want to call me to commit more. អីដែលចូលមកក្នុងគំនិតគាត់មុនគេហ្នឹងគឺគាត់មានអារម្មណ៍ថាគ្រូកងវិលហៅខ្ញុំបដិញ្ញាចិត្តលើសនឹងទៀតហើយ Commit more time. បដិញ្ញាចិត្តឲ្យពេលវេលាហ្នឹងឲ្យច្រើនជាងមុន Commit to serve more. ឲ្យការបម្រើហ្នឹងវាច្រើនជាងមុន Commit to give more money. លុយហ្នឹងក៏ដាក់ដង្វាយច្រើនជាងមុន Right. So usually when people hear the word commitment, then they're like, wow, today's sermon, I think my ears half closed. អញ្ចឹងនៅពេលណាដែលឮពាក្យថាបដិញ្ញាចិត្តនៅថ្ងៃនេះមេរៀនដែលយើងរៀនមានអារម្មណ៍ថាជាស្ដាប់ឮតែមួយឈៀងបានទេមិនស្ដាប់ទាំងពីរទេ Okay, so like I said, I'm going to approach it from a different angle. ប៉ុន្តែដូចខ្ញុំនិយាយចឹងយើងនឹងមើលពីចំណុចមួយផ្សេងទៀតតាក់ទងទៅនឹងការបដិញ្ញាចិត្តហ្នឹង Right. As we talk about rebuilding commitment, I'm going to tell you, we are not going to call you to commit. ចឹងនៅពេលណាដែលយើងរៀនជាមួយនឹងគ្នាថាយើងនឹងកសាងការបដិញ្ញាចិត្តឡើងវិញសារជាថ្មីម្ដងទៀតមិនបានន័យថាខ្ញុំជំរុញឬក៏លើកទឹកចិត្តឲ្យបងប្អូនបដិញ្ញាចិត្តជាងនឹងទេ Now let me share with you a story. When I first came to Cambodia, ចឹងខ្ញុំនឹងចែកចាយរឿងមួយបងប្អូននៅពេលដែលខ្ញុំមកប្រទេសកម្ពុជាជាលើកដំបូង right, I'm sent here as a missionary to take over the church. ចឹងខ្ញុំត្រូវបានបញ្ជូនមកក្នុងការដែលធ្វើជាបេសកជននៅទីនេះ So I had a certain impression of how healthy or how good the church is at that time. ចឹងអ្វីដែលខ្ញុំគិតហ្នឹងគឺខ្ញុំមានរូបភាពមួយថាក្រុមជំនុំគឺល្អអីនៅក្នុងហ្នឹងគឺរៀងល្អ And so back in 2019, I honestly believed that the church was doing very, very well. ចឹងខ្ញុំជឿថាកាលពីឆ្នាំ2019ហ្នឹងអីដែលខ្ញុំគិតគឺខ្ញុំជឿថាក្រុមជំនុំគឺពិតជាល្អប្រសើរមែនតើនៅពេលនោះ Okay, those who were around in 2019. ចឹងបងប្អូនដែលនៅក្នុងជំនាន់ហ្នឹង2019ណា Would you agree that the church was doing very, very well? បងប្អូនគិតថាក្រុមជំនុំពេលនោះ2019ពិតជាធ្វើការបានល្អមែនអត់ So I came with this impression that it just needs some finishing touches. អញ្ចឹងនៅពេលដែលខ្ញុំមកនោះខ្ញុំមានគំនិតមួយថាល្អអីចឹងអីដែលត្រូវការហ្នឹងគ្រាន់តែខ្ញុំបន្ថែមអីទៅជាងនឹងតិចទៀតទេ So maybe just 2 more years and the church will be independent. បន្ថែមតិចទៀតទៅប្រហែល2ឆ្នាំអីចឹងពហិយនៅទីនោះគឺគាត់ឯករាជ្យដល់ខ្លួនឯងបានទេ Okay, but very quickly after arriving, ចឹងគាត់តែមកដល់ភ្លាម I realized that the picture was not accurate at all. ចឹងខ្ញុំបានមើលឃើញថាអីដែលខ្ញុំសម័យហើយការពិតហ្នឹងវាខុសគ្នាដាច់ស្រឡះតែម្ដង As I got to know the leadership and the people more deeply, ចឹងនៅពេលដែលខ្ញុំចំណាយពេលស្គាល់អ្នកដឹកនាំនៅទីនេះក៏ដូចជាបងប្អូនរួមជំនឿទៅទីនេះកាន់តែច្រើន I began to see many internal struggles. ចឹងខ្ញុំបានមើលឃើញបញ្ហាដែលគាត់មាននៅក្នុងចិត្តគាត់ក្នុងជីវិតគាត់ហ្នឹងកាន់តែច្រើន There were many unresolved issues. មានបញ្ហាដែលអត់ទាន់ត្រូវបានដោះស្រាយជាច្រើន And even for the people who were already very committed, ហើយសូម្បីតែអ្នកដែលគាត់បដិញ្ញាចិត្តហើយហ្នឹងណាបដិញ្ញាចិត្តខ្លាំងហើយហ្នឹងណា they were not excited to be here. គាត់អត់មានអារម្មណ៍ថាគាត់រំភើបឬក៏ត្រេកអរក្នុងការនៅទីនេះទេ They were definitely not proud to tell their friends about it. ហើយក៏គាត់អត់មានមោទនភាពក្នុងការដែលប្រាប់អ្នកផ្សេងពីក្រុមជំនុំគាត់ដែរ That's when I realized that what we are facing here is not a short sprint. អញ្ចឹងអីដែលខ្ញុំដឹងនៅពេលនោះគឺថាអីដែលបញ្ហាដែលត្រូវប្រឈមហ្នឹងមិនមែនជាបញ្ហាមួយដែលគ្រាន់តែដោះស្រាយរយៈពេលខ្លីអាចបញ្ចប់បានទេ It was going to be a long and slow rebuilding. គឺប្រកាសជាផ្លូវមួយដ៏វែងឆ្ងាយហើយកសាងតិចម្ដងទៅ And now at the same time there were some expectations placed on me. ដូចគ្នាផងដែរនៅពេលនោះក៏មានការរំពឹងទុកមួយដែលដាក់នៅលើខ្ញុំផងដែរ To comply with a very strict system of reporting back home. ដោយសារតែគេមានការរបាយការណ៍ដែលខ្ញុំត្រូវ report ទៅប្រទេសសិង្ហបុរីវិញ A lot of administrative reporting. គឺមានការត្រូវរៀបចំឯកសារ
ជាច្រើនមែនតើ And these reports are something that the leaders have to submit to me so that I can consolidate and submit back home. អញ្ចឹងរបាយការណ៍ទាំងអស់ហ្នឹងក្រុមអ្នកដឹកនាំនៅក្នុងក្រុមជំនុំត្រូវដាក់មកឲ្យខ្ញុំហើយខ្ញុំយកទៅខាងប្រទេសសិង្ហបុរីវិញ Now from a management point of view, of course this sounds very reasonable. អញ្ចឹងនៅពេលដែលយើងនិយាយពីការគ្រប់គ្រងអីមួយនៅពេលដែលយើងស្ដាប់ទៅអូវាសមហេតុសមផល Right, because from afar they need to inspect and you know what's going on the ground. ដោយសារតែអ្នកនៅសិង្ហបុរីនោះគាត់ត្រូវដឹងថាពហិក្រុមជំនុំនៅទីនេះគេធ្វើការមិនដែរអីមិនដែរ But on the ground, I knew the leaders they were not ready for it. តែទីតាំងនៅទីនេះនៅប្រទេសកម្ពុជាយើងនេះពហិយើងនៅទីនេះគឺខ្ញុំដឹងច្បាស់ថាអ្នកដឹកនាំគឺគាត់អត់ទាន់ត្រៀមខ្លួនរួចរាល់សម្រាប់បញ្ហានេះទេ In fact, the people were not ready for it. ហើយបងប្អូនគឺគាត់បងប្អូនក្រុមជំនុំនៅទីនេះគឺគាត់អត់ទាន់ត្រៀមខ្លួនរួចរាល់ទេ And personally, I didn't believe it will help them love God more. ហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំជឿថាអីដែលយើងធ្វើគឺនឹងមិនជួយឲ្យពួកគាត់ស្រឡាញ់ព្រះអង្គខ្លាំងជាងមុនទេ So I try to explain that if I implement the system, អញ្ចឹងខ្ញុំព្យាយាមបញ្យល់ថាបើសិនជាខ្ញុំពិតជាធ្វើអា system នឹងមែន it will make the ministry feel even heavier for the leaders. នឹងធ្វើឲ្យពន្ធកិច្ចកាន់តែមានអារម្មណ៍ថាជាបន្ទុកធ្ងន់សម្រាប់អ្នកដឹកនាំនៅក្នុងក្រុមជំនុំ Okay, so of course they say, yeah, okay, we understand. អញ្ចឹងគាត់នៅទីនោះអ្នកនៅសិង្ហបុរីគេនិយាយថាអូខេយល់ But I also could sense that my resistance was not very appreciated. តែខ្ញុំក៏ដឹងថាការស្រាក់ស្ទើររបស់ខ្ញុំហ្នឹងគឺអត់ត្រូវបានទទួលយកទាំងស្រុងដោយអ្នកនៅសិង្ហបុរីហ្នឹងទេ And at the end of the year, my performance report really showed very negative. ដល់ពេលអាចុងឆ្នាំលទ្ធផលរបស់ខ្ញុំចេញមកហ្នឹងក៏អត់សូវល្អដែរ Now I was very unhappy. អញ្ចឹងខ្ញុំអត់សប្បាយចិត្តទេ Okay, I was unhappy not because of the outcome of the report. ខ្ញុំអត់សប្បាយចិត្តមែនដោយសារតែលទ្ធផលចេញមក report របស់ខ្ញុំហ្នឹងវាអត់ល្អទេ Okay, but because of what surfaced within me during that period. តែដោយសារតែអាបញ្ហានៅក្នុងដួងចិត្តខ្ញុំនៅពេលកំឡុងពេលនោះ Okay, I felt unseen. I felt misunderstood, and I felt unfairly measured. ខ្ញុំមានអារម្មណ៍ថាគេអត់យល់ពីបញ្ហាដែលខ្ញុំជួបប្រទះហើយខ្ញុំមានអារម្មណ៍ថាការវាស់វែងរបស់គេហ្នឹងគឺវាអត់យុត្តិធម៌សម្រាប់ខ្ញុំទេ Okay, and at the same time I was trying to adjust to life in Cambodia. ហើយដូចគ្នាផងដែរកំឡុងពេលហ្នឹងខ្ញុំកំពុងតែព្យាយាមសម្របខ្លួនពីជីវិតនៅក្នុងប្រទេសកម្ពុជាហ្នឹង Right, I was trying to build trust with the people. ខ្ញុំព្យាយាមក្នុងការដែលកសាងទំនុកចិត្តជាមួយនឹងបងប្អូនរួមជំនឿនៅទីនេះ Okay, I was trying to learn the culture and the language. It's so difficult. ព្យាយាមរៀនភាសាក៏ដូចជាវប្បធម៌ផងយើង And I was carrying responsibilities that people don't see. ហើយក៏មានទំនួលខុសត្រូវដែលខ្ញុំត្រូវធ្វើដែលមនុស្សគេអត់បានដឹងទេ And in that season, commitment started to change shape for me. ហើយនៅកំឡុងពេលនោះផងដែរការបដិញ្ញាចិត្តវាចាប់ផ្ដើមរៀងផ្លាស់ប្រែសម្រាប់ខ្ញុំ Because what once felt like a calling suddenly started to feel like something heavier. ដោយសារតារឿងដំបូងដែលដំបូងមានអារម្មណ៍ថាវាជាការត្រាស់ហៅផងព្រះអង្គហ្នឹងវាប្រែคล้ายទៅជាអីមួយដែលជាបន្ទុកសម្រាប់ខ្ញុំវិញ Right, the commitment didn't disappear. ការដែលបដិញ្ញាចិត្តហ្នឹងវាអត់បាត់បង់ទៅណាទេ But now it became slower and more tiring than I expected. តែឥឡូវហ្នឹងវាជាដំណើរការមួយរៀងយឺតហើយមានអារម្មណ៍ថាវាជាការរៀងខកចិត្តជាងអីដែលខ្ញុំរំពឹងទុក I found myself having to trying to sustain that commitment. ខ្ញុំត្រូវនិយាយបកស្រាយខ្ញុំត្រូវទ្រទ្រង់អាការបដិញ្ញាចិត្តនឹងមិនឲ្យវាដើរទៅមុខរៀងយូរ Okay, and that's when I realized something. ចឹងជាអីមួយដែលខ្ញុំសម្គាល់នៅពេលនេះដឹងនៅពេលនេះ Okay, when commitment stretches longer and costs more than we imagine. ចឹងនៅពេលដែលអាការបដិញ្ញាចិត្តនេះវាអូសបន្លាយទៅរៀងយូរហើយវាធ្វើឲ្យយើងបង់លួសតម្លៃច្រើនជាងអីដែលយើងរំពឹងទុក Okay, it becomes very easy for us to carry it without grace. វាជាការងាយស្រួលក្នុងការដែលឲ្យយើងនេះចាប់ផ្ដើមស្ពាយអាបន្ទុកទាំងអស់ហ្នឹងដោយអត់មានព្រះគុណជាប់នៅក្នុងខ្លួន Right, it becomes purely self-effort. វាទៅជាការមួយដែលយើងចាប់ផ្ដើមខិតខំដែរប៉ុន្តែយើងពឹងផ្អែកលើខ្លួនឯងទាំងស្រុងវិញ And I don't think I'm the only one who experiences this. ហើយខ្ញុំជឿថាខ្ញុំមិនមែនជាបុគ្គលតែម្នាក់ដែលមានបទពិសោធន៍តាក់ទងជាមួយនឹងបញ្ហាហ្នឹងទេ Right, many of you step into seasons or roles or responsibilities with a clear picture in mind. មានបងប្អូននៅទីនេះផងដែរក៏គាត់ចូលទៅក្នុង role មួយតួនាទីមួយដែលគាត់មានគាត់មើលឃើញច្បាស់ថាគាត់ត្រូវធ្វើអី Right, you're excited for it, you're passionate about it. បងប្អូនមានអារម្មណ៍ថារំភើបហើយសប្បាយចិត្តមែនទែន And you thought you knew how long it would take, how much it would require of you. ហើយបងប្អូនគិតថាបងប្អូនដឹងថាខ្ញុំដឹងថាខ្ញុំត្រូវប្រើពេលប៉ុន្មានដើម្បីធ្វើកិច្ចការហ្នឹង But over time, the reality turned out to be very different. ប៉ុន្តែយូរទៅអាការពិតហ្នឹងវាចាប់ផ្ដើមបង្ហាញថាអីដែលយើងគិតហើយនឹងការពិតហ្នឹងគឺវាខុសគ្នា The season lasts longer than you plan. អារដូវកាលហ្នឹងគឺវាវែងឆ្ងាយទៅមុខជាងអីដែលយើងរំពឹងទុក The effort costs you more than you imagine. ហើយអាការលះបង់របស់យើងការខិតខំរបស់យើងហ្នឹងគឺវាត្រូវឲ្យយើងបង់តម្លៃច្រើនមែនតើ
And the progress was slower than what you hoped for. ហើយការដំណើរដើរទៅមុខហ្នឹងក៏វារៀងយឺតខ្លាំងដែរ And somewhere along the way, commitment became heavier for you. ចឹងនៅតាមផ្លូវហ្នឹងដោយសារតែការទាំងអស់ហ្នឹងការបដិញ្ញាចិត្តរបស់យើងហ្នឹងវាខ្លាចទៅជាអីមួយដែលមានអារម្មណ៍ថាជាការធ្ងន់នៅក្នុងដួងចិត្តយើងវិញ It's not because you stop caring. មិនដោយសារតែយើងឈប់ក្នុងការដែលខ្វាយខ្វល់ទេ Okay, it's not because you lost faith. មិនដោយសារតែយើងបាត់បង់ជំនឿទេ It's because now faithfulness demanded more of you than you expected. ដោយសារតែឥឡូវនេះអាការស្មោះត្រង់របស់យើងហ្នឹងវាទាមទារឲ្យយើងត្រូវធ្វើច្រើនជាងឯដែលយើងរំពឹងទុក So commitment stops feeling like a joyful participation. ចឹងការបដិញ្ញាចិត្តហ្នឹងវាឡើងខ្លាយទៅជាការដែលយើងចូលរួមមួយដែលពេញដោយអំណរទៀតហើយ Right? Commitment starts to feel like something you have to endure. ការបដិញ្ញាចិត្តនេះខ្លាចទៅជាអីមួយដែលយើងត្រូវតែព្យាយាមអត់ធ្មត់ជាមួយនឹងវាវិញ And you don't walk away completely. ហើយយើងអត់ដើរចេញពីកិច្ចការហ្នឹងទេ But you start holding back a little and a little bit more. តែចាប់ផ្ដើមមានអារម្មណ៍ថាយើងលែងឲ្យទាំងស្រុងទៀតហើយយើងចាប់ផ្ដើមរៀងដកថយបន្តិច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 ហើយ And the danger in moments like this is not that you stop becoming committed. ហើយអ្វីដែលគ្រោះថ្នាក់នៅពេលដែលរឿងនេះកើតឡើងមិនបានន័យថាយើងឈប់ក្នុងការដែលបដិញ្ញាចិត្តនោះទេ The danger is that you carry your commitment without grace. អ្វីដែលគ្រោះថ្នាក់គឺយើងនៅតែទទួលអាបន្ទុកទាំងអស់ហ្នឹងប៉ុន្តែគឺយើងលែងធ្វើវាដោយមានប្រគុណនៅក្នុងខ្លួនទៀតហើយ And when grace fades into the background, ចឹងនៅពេលដែលប្រគុណវាចាប់ផ្ដើមរសាត់ឆ្ងាយពីយើងទៅ even the calling, a good calling starts to feel so heavy. សូម្បីតែការត្រាស់ហៅមួយដែលល្អដែលបានមកពីព្រះអង្គវាខ្លាចទៅជាអីមួយដែលបន្ទុកធ្ងន់សម្រាប់យើងវិញ And today we're going to look at the words of the Apostle Paul. ថ្ងៃនេះយើងនឹងរៀនពីអ្វីដែលលោកសាវកប៉ូលគាត់បាននិយាយ Okay, because Paul, he talks about hard work and effort honestly. ដោយសារតែសាវកប៉ូលគាត់បាននិយាយអំពីការខិតខំប្រឹងប្រែងការខិតខំ But he reframes them completely through the lens of grace. ប៉ុន្តែគាត់យកអាការទាំងអស់ហ្នឹងនិយាយផ្ដោតទៅលើប្រគុណវិញ Okay, and that I think will really help us today to rebuild our concept, our perspective of commitment. ហើយខ្ញុំជឿថានេះជាអីមួយដែលជួយយើងឲ្យល្អក្នុងការដែលយើងគិតជាថ្មីឡើងវិញម្ដងទៀតតាក់ទងជាមួយនឹងការបដិញ្ញាចិត្ត Right? Come, let's pray before we get into the points. សូមអធិដ្ឋានជាមួយនឹងគ្នាសិន Heavenly Father, we give thanks that you are a good Father, បិតាដែលជាព្រះគុណទ្រង់ដែលទ្រង់គឺជាព្រះមួយបិតាមួយដ៏ល្អ that you come to us through in grace and mercy, ដែលទ្រង់បានយាងមកកាន់កូនទាំងអស់គ្នាដោយក្តីស្រឡាញ់និងប្រគុណ and you as you show us your love, ហើយទ្រង់បានបង្ហាញការស្រឡាញ់របស់អង្គទ្រង់ that you expect a response from us, ហើយទ្រង់ក៏រំពឹងក្នុងការដែលឲ្យកូនទាំងអស់គ្នាឆ្លើយតបទៅកាន់ទ្រង់វិញដែរ a response of gratitude, ជាការឆ្លើយតបមួយដល់ការដឹងគុណ and a response to love you back. ហើយជាការឆ្លើយតបមួយដល់ផ្ដល់ការស្រឡាញ់ទៅកាន់ព្រះអង្គវិញ And that is what fuels our commitment. ហើយនោះគឺជាអីហើយដែលជំរុញឲ្យការខិតខំប្រឹងប្រែងរបស់កូន So as we look into your word today, help us to understand this, នៅពេលដែលកូនរៀនអំពីព្រះបន្ទូលរបស់ព្រះអង្គនៅថ្ងៃនេះសូមទ្រង់បានជួយកូនបានយល់ so that we will rebuild our concept or perspective of commitment. ឲ្យកូនមានការគិតជាថ្មីឡើងម្ដងទៀតតទៅជាមួយនឹងការបដិញ្ញាចិត្ត In Jesus' name we pray. ក្នុងនាមព្រះអង្គព្រះយេស៊ូវគ្រីស្ទ Amen. អាមែន Okay, so there are three things that Paul teaches us. The first thing is that grace comes before effort. ចឹងមាន3ចំណុចដែលសាវកប៉ូលគាត់បានបរៀនយើងហើយចំណុចទី1គឺព្រះគុណមកមុនការដែលយើងខិតខំប្រឹងប្រែង Okay, so Paul in his letter, before he says anything about work or effort or commitment, ចឹងមុននឹងសាវកប៉ូលគាត់និយាយអីទាំងអស់ដែលតាក់ទងជាមួយនឹងការងារឬក៏ការខិតខំប្រឹងប្រែង he talks about identity. គឺគាត់និយាយអំពីអត្តសញ្ញាណរបស់យើង Okay, let's look at how Paul begins in 1 Corinthians chapter 15 verse 10. ក្រឹងថោខ្សែទី1ចំពុកទី15ខ10ប៉ុន្តែដែលខ្ញុំជាយ៉ាងណាសប្តាហ៍ថ្ងៃនេះគឺដោយសារព្រះគុណរបស់ព្រះ Okay, Paul doesn't begin with what he has done. ចឹងសាវកប៉ូលគាត់បាននិយាយចាប់ផ្ដើមដោយថាគាត់បានធ្វើអីខ្លះនោះទេ Right? He begins with what grace has done. ប៉ុន្តែគាត់ចាប់ផ្ដើមដោយការនិយាយថាតើព្រះគុណបានធ្វើអីខ្លះសម្រាប់គាត់ Okay, when Paul looks at his life, his calling, his ministry, his effectiveness, ចឹងនៅពេលដែលសាវកប៉ូលគាត់បានមើលមកកាន់ជីវិតរបស់គាត់បណ្ឌកិច្ចរបស់គាត់ក៏សូម្បីតែការធ្វើការរបស់គាត់ okay, he traces it all to one source, grace. អញ្ចឹងអាការទាំងអស់ហ្នឹងគឺគាត់បានផ្ដោតទៅប្រភពតែមួយទេ Now, this is very important for us to take note. ប្រភពនោះគឺប្រគុណហើយនេះកន្លែងនេះគឺវាសំខាន់មែនតើសម្រាប់យើង Because Paul is not saying, not pretending that he didn't work hard. ដោយសារតែសាវកប៉ូលកន្លែងនេះគាត់អាចបានធ្វើពុតថាគាត់អត់បានខិតខំក្នុងការដែលធ្វើការអស់ពីសមត្ថភាពរបស់គាត់នោះទេ Okay? He's not downplaying your efforts or your sacrifice. មិនបានន័យថាគាត់អត់សូវនិយាយផ្ដោតស៊ីជម្រៅទៅកាន់ថាគាត់អត់ដូចជាអត់សូវខំប្រឹងប្រែងនោះទេមិនអញ្ចឹងទេ Okay, but Paul is very clear about the order. ប៉ុន្តែគាត់ច្បាស់មែនតើតាមលំដាប់លំដោយរបស់គាត់ Okay, grace comes first. គឺព្រះគុណនៅខាងលើនៅមុន Effort comes second.
តបមកទេអាការខិតខំប្រឹងប្រែងហ្នឹងគឺវាមកបន្ទាប់ហ្នឹង Okay, and this is the distinction that we often miss. ហើយនេះជាអីដែលជាទូទៅដែលយើងតែងតែយើងមើលរំលង Right, and the distinction is this: commitment is not about proving our faith. Commitment is the necessary response to grace. ការបញ្ញាចិត្តគឺមិនមែនជាការមួយដែលយើងបង្ហាញទៅកាន់អ្នកដទៃអំពីសេចក្តីជំនឿរបស់យើងទេការបញ្ញាចិត្តគឺជាអីដែលសំខាន់ក្នុងការដែលយើងឆ្លើយតបទៅកាន់ព្រះគុណវិញ What that means is that commitment is not how we prove that we belong to God. ការបញ្ញាចិត្តមិនមែនជាការមួយដែលយើងខំប្រឹងបង្ហាញថាអូយើងគឺជាកម្មសិទ្ធិរបស់ព្រះអង្គទេ Right, commitment flows from us knowing that we already belong to God. ប៉ុន្តែការបញ្ញាចិត្តគឺវាបានហូរចេញពីយើងទៅក្នុងការដែលយើងធ្វើការបញ្ញាចិត្តហ្នឹងដោយសារតែយើងនឹងថាគឺយើងទទួលបានប្រគុណដែលមកពីព្រះអង្គហើយ So Paul is saying that he can face all these things, the difficult seasons, the slow progress. អញ្ចឹងស្វែប៉ូលគាត់និយាយថាគាត់អាចជួបជាមួយនឹងគ្រប់ការទាំងអស់នៅក្នុងរដូវកាលជីវិតរបស់គាត់សូម្បីតែអាការដំណើរការទៅមុខនោះវារៀងយឺតយ៉ាវ Okay, because his identity is settled before his effort begins. ដោយសារតែអត្តសញ្ញាណរបស់គាត់នឹងគឺបាននៅច្បាស់ជាមួយនឹងព្រះអង្គមុននឹងអាការខិតខំប្រឹងប្រែងរបស់គាត់ចាប់ផ្ដើមទៅទៀត Okay, in fact, a few chapters before this, in 1 Corinthians 4:7, this is what he said. ហើយខគម្ពីរបន្ទាប់មកទៀតគឺក្រឹងថោខ្សែទី1ចំពុកទី4ខទី7ត្បិតតើអ្នកណាធ្វើឲ្យអ្នកផ្សេងពីគេតើអ្នកមានអ្វីដែលអ្នកមិនបានទទួលចុះបើអ្នកបានទទួលហើយហេតុអ្វីបានជាអ្នកអួតខ្លួនហាក់ដូចជាអំណោយទាននោះមិនមែនមកពីព្រះ You see, this is where many of us get stuck. នេះជាកន្លែងមួយដែលយើងទាំងអស់គ្នាជាប់គាំង Okay, when our commitment feels heavy, នៅពេលដែលការបញ្ញាចិត្តរបស់យើងវាคล้ายទៅជាបន្ទុកធ្ងន់សម្រាប់យើង okay, it's often because we've allowed our commitment to define who we are. ដោយសារតែយើងអនុញ្ញាតឲ្យការបញ្ញាចិត្តរបស់យើងនឹងគឺជាអ្នកកំណត់ថាតើយើងគឺជានរណាវិញ Right, we begin to measure ourselves by our results. យើងវាស់វែងអាខ្លួនឯងនេះតាមលទ្ធផលដែលយើងទទួលបាន Okay, by how consistent we are. ថាតើការស្ថិតស្ថេររបស់យើងនឹងគឺវាជាប់ដល់កម្រិតណា By the amount of impact we make. ថាតើយើងមានជាអត្ថប្រយោជន៍អីគេខ្លះ Okay, or how many people approve of us. ថាតើមានមនុស្សប្រមាណអ្នកដែលគេទទួលស្គាល់យកយើង And when effort becomes our identity, ចឹងនៅពេលណាដែលការខិតខំប្រឹងប្រែងវាคล้ายទៅជាអត្តសញ្ញាណរបស់យើង commitment will become unbearable. ការបញ្ញាចិត្តវានឹងคล้ายទៅជាអីមួយដែលពិបាកក្នុងការយើងស្ពាយមែនទែន Because your failure will become so personal. ដោយសារតែបើសិនជាយើងបរាជ័យគឺវាពិតជាប៉ះពាល់ដល់យើងខ្លាំង It becomes an attack on your identity. វាដូចជាអីមួយដែលជាការមកប៉ះពាល់នៅក្នុងអត្តសញ្ញាណរបស់យើង And that's why Paul shows us a different starting point. ចឹងហើយបានស្វែប៉ូលគឺគាត់បង្ហាញយើងពីចំណុចចាប់ផ្ដើមថ្មីវិញ Right? So remember this. If you forget everything, I want you to remember this. Commitment is not about proving our faith. Commitment is the necessary response to grace. ចឹងថ្ងៃនេះមិនថាបងប្អូនអត់ចាំអីទេប៉ុន្តែសូមចាំកន្លែងនេះការបដិញ្ញាចិត្តគឺមិនមែនជាអីមួយដែលយើងបង្ហាញអំពីជំនឿរបស់យើងទេប៉ុន្តែការបដិញ្ញាចិត្តគឺជាការសំខាន់ក្នុងការដែលយើងឆ្លើយតបទៅកាន់ប្រគុណវិញ No, when I think about my first child, my son, when I taught him how to walk. នៅពេលដែលខ្ញុំគិតពីកូនរបស់ខ្ញុំដំបូងនៅពេលដែលខ្ញុំរៀនគាត់ឲ្យដើរ Okay, when I saw him walk for the first time, it was such a joyful experience. នៅពេលដែលខ្ញុំឃើញស្រីគាត់ចេះដើរដំបូងនោះគឺជាបទពិសោធន៍មួយដែលអូយសប្បាយមែនតើសម្រាប់ខ្ញុំ Right, but when you think about teaching a child how to walk, ប៉ុន្តែនៅពេលដែលយើងគិតពីការដែលយើងបង្រៀនក្មេងឲ្យគាត់ចេះដើរ right, how would you teach a child how to walk? បងប្អូននឹងបរៀននៅក្មេងចេះដើរដោយរបៀបម៉េច Do you stand at a distance with a checklist? តើបងប្អូននឹងដាក់កូននៅនោះហើយបងប្អូននៅនេះហើយមាន checklist មួយចាំ check Right? Do you threaten the child when the child fall down? Why you fall down? ហើយបងប្អូននឹងគម្រាមក្មេងនៅពេលដែលគាត់ដួលមិនក៏ដួលអញ្ចឹង No, right? គឺយើងអត់ធ្វើអញ្ចឹងទេ What do you do to teach a child to walk? បងប្អូនធ្វើអ្វីក្នុងការដែលបងប្អូនបង្រៀនកូនក្មេងទូចឲ្យចេះដើរ You will stand close. គឺយើងនឹងឈរចិត្តហើយយើងកាន់កូនយើងទេ Right? You will hold them. You will encourage them. Oh, come on, come on. ចាយើងកាន់គាត់អញ្ចឹងមកដើរមក Yeah, like when next time also must hold me like that. Right? And when the child stumbles or falls down, ចឹងនៅពេលដែលកូនក្មេងគាត់ចពប់ជើងឬក៏គាត់ដួល right? You don't stand aside. Oh yeah, why so useless? មិនយើងទៅឈរឲ្យដៀលកូនយើងថាកូនមិនអត់ប្រយោជន៍មិនគាត់ដើរមិនចេះដើរដែរ Right? You try to catch the child. You encourage the child. គឺយើងលើកកូនយើងឡើងយើងលើកទឹកចិត្តគាត់ដើរទៀតកូន Right? And in that kind of environment, the kid continues to try. ហើយជាបរិយាកាសមួយដែលល្អសម្រាប់គាត់ក្នុងការដែលលើកទឹកចិត្តគាត់ឲ្យគាត់នៅតែខិតខំព្យាយាម Right? They keep trying, not because they are afraid that they will be scolded.
ចឹងក្មេងនៅពេលដែលគាត់ព្យាយាមមិនដោយសារព្យាយាមដោយសារខ្លាចក្នុងការដែលប៉ាម៉ាក់គាត់ស្ដីឲ្យទេ Right, they keep trying because they know they are safe. គាត់ព្យាយាមដោយសារតែគាត់ដឹងថាគឺគាត់មានសុវត្ថិភាព See, and that's how grace works in Paul's life. ហើយនោះហើយគឺជារបៀបមួយដែលប្រគុណបានធ្វើការនៅក្នុងជីវិតរបស់លោកសាវកប៉ូល And that's how grace works in our life. ហើយនោះក៏ជាការមួយដែលប្រគុណធ្វើការនៅក្នុងជីវិតរបស់យើងទាំងអស់គ្នាដូចគ្នាដែរ Grace doesn't stand from afar and wait to evaluate your performance. ប្រគុណមិនមែនជាការមួយដែលថានៅឆ្ងាយពីយើងហើយនៅចាំមើលវិនិច្ឆ័យថាតើការធ្វើការរបស់យើងនឹងវាបានល្អដល់កម្រិតណានោះទេ Right? Grace draws near and makes your effort possible. ប៉ុន្តែប្រគុណនឹងចូលមកចិត្តយើងតាមដែលអាចទៅរួច So your effort no longer feels like a pressure. អញ្ចឹងអាការខិតខំប្រឹងប្រែងរបស់យើងនឹងវាឡើងคล้ายទៅជាសម្ពាធរបស់យើងហី Right? Your effort is a response to the grace you have received. ប៉ុន្តែការខិតខំប្រឹងប្រែងរបស់យើងនឹងคล้ายទៅជាការឆ្លើយតបមួយដែលយើងទទួលបានប្រគុណពីព្រះអង្គ Right? So when grace comes first, ចឹងនៅពេលដែលព្រះគុណជាទីដំបូងឈរទី1 commitment no longer feels like something we must prove, but something we are free to offer. ការបដិញ្ញាចិត្តហ្នឹងវាឡើងคล้ายទៅជាអីមួយដែលយើងត្រូវតែធ្វើដាច់ខាតធ្វើដើម្បីបង្ហាញគេប៉ុន្តែការបដិញ្ញាចិត្តคล้ายទៅជាអីមួយដែលយើងផ្ដល់ទៅឲ្យព្រះអង្គវិញ Okay, which brings us to the next point. Grace empowers your efforts. ចំណុចទី2ព្រះគុណបានផ្ដល់អំណាចឲ្យការខិតខំប្រឹងប្រែង Okay, let's look at what Paul continues to say in verse 10. ក្រឹនថយចំពុកទី15ខទី10ហើយព្រះគុណរបស់ព្រះអង្គចំពោះខ្ញុំមិនមែនអប្រយោជន៍ឡើយផ្ទុយទៅវិញខ្ញុំបានធ្វើការលើសជាងអ្នកទាំងនោះទៅទៀត You see, Paul says, I work harder than anyone else. អញ្ចឹងស្វៈប៉ូលក៏បាននិយាយយ៉ាងច្បាស់ថាគាត់ធ្វើការខិតខំប្រឹងប្រែងខ្លាំងជាងនរណាទាំងអស់ Okay, he is not promoting a religious kind of striving. មិនបានន័យថាគាត់ចាប់ផ្ដើមនិយាយប្រកាសពីការខិតខំប្រឹងប្រែងតាមបែបសាសនាអីទេ Okay, he's describing something that all of us actually understand when we observe life. គាត់និយាយកន្លែងនេះគឺជាអីមួយដែលយើងទាំងអស់គ្នានឹងយល់នៅពេលណាដែលយើងសង្កេតតាក់ទងនឹងជីវិត You see, most of our effort is shaped by what we believe is driving us. ចឹងការខិតខំប្រឹងប្រែងហ្នឹងជាទូទៅគឺវាធ្វើការនៅក្នុងយើងធ្វើដោយសារថាការជំរុញណាមួយដែលមាននៅក្នុងយើង Okay, if your effort is driven by fear. បើសិនជាការខិតខំរបស់យើងគឺវាជាការជំរុញដល់ភាពភ័យខ្លាច Okay, fear of failure, fear of being judged, fear of being not enough. យើងខ្លាចក្នុងការដែលការបរាជ័យយើងខ្លាចថាអូអ្នកដតីគេនឹងវិនិច្ឆ័យមកកាន់យើងខ្លាចថាអូប្រហែលជាខ្ញុំមិនល្អគ្រប់គ្រាន់ទេ Your effort will eventually burn you out. អញ្ចឹងការខិតខំប្រឹងប្រែងរបស់យើងនៅថ្ងៃណាមួយវានឹងធ្វើឲ្យយើងមានអារម្មណ៍ថាហត់ខ្លាំងមែនទែន But when your effort is driven by assurance. ប៉ុន្តែបើសិនជាការខិតខំប្រឹងប្រែងរបស់យើងគឺវាជំរុញដល់ការមួយដែលយើងធានាជាក់លាក់ By knowing that you are already accepted. ធានាថាឲ្យយើងយល់យើងដឹងថាអូយើងគឺត្រូវបានទទួលស្គាល់រួចហើយ Okay, it will actually sustain your effort. វាជាការមួយនឹងត្រង់យើងជំរុញឲ្យខិតខំប្រឹងប្រែងរបស់យើងនឹងវាទៅមុខយូរវែងទៀត Right? Turn to your friend next to you and say, you are already accepted. យកមកបងប្អូនអាចងាកទៅឆ្វេងស្ដាំហើយនិយាយថាចា Now, if you are here today and you don't consider yourself a Christian, you have never received Christ as your Lord and Savior. ចឹងបើសិនជាបងប្អូននៅទីនេះបងប្អូនអត់ដែលទទួលព្រះអង្គជាព្រះសង្គ្រោះពីមុនមកនៅក្នុងជីវិតបងប្អូនទេ Hey, Paul is not saying try harder and God will accept you. សាវកប៉ូលមិនបានគាត់មិនចង់បានន័យថាអូព្យាយាមឲ្យខ្លាំងទេក្នុងការដែលឲ្យព្រះអង្គទទួលយកបងប្អូន Hey, Paul is saying that his effort flows from something he has already received. ចឹងសាវកប៉ូលគាត់ចង់និយាយថាអីដែលគាត់ធ្វើហ្នឹងគឺជាការមួយដែលគាត់ទទួលបានរួចមកហើយ Okay, and what he has received is grace. ចឹងអ្វីដែលគាត់ទទួលគឺព្រះគុណ You see, all of us, we work hard at something. យើងទាំងអស់គ្នាគឺធ្វើការខិតខំប្រឹងប្រែងទៅលើអ្វីមួយយ៉ាង Right? How many of you work hard at your career? បងប្អូនណាខ្លះខិតខំមែនតើតាក់ទងជាមួយនឹងការងារ Yes. How many of you work hard at building your family? បងប្អូនណាខ្លះ Taking care of family? ខិតខំមែនតើថែរក្សាអ្នកផ្ទះក្រុមគ្រួសារ How many of you work hard in your relationships? ហើយបងប្អូនណាខ្លះខិតខំមែនតើតាក់ទងជាមួយនឹងតំណែងស្នេហាផគាត់ Or how many of you work hard in the causes that you believe in? ឬក៏បងប្អូនជឿជាក់លើអីមួយខំក្នុងការដែលបងប្អូនជឿជាក់លើអីមួយ Right? We all work hard at something. យើងទាំងនេះសុទ្ធតែធ្វើការខិតខំប្រឹងប្រែងទៅលើអីមួយ So the question is not whether you will put in effort. ចឹងសំណួរមិនមែនសួរថាតើយើងនឹងដាក់ការខិតខំប្រឹងប្រែងនោះទេ The question is what is the effort powered by? ប៉ុន្តែសំណួរសួរថាតើអាការខិតខំប្រឹងប្រែងហ្នឹងគឺវាត្រូវបានជំរុញដល់អីគេវិញ And Paul is saying that grace changes the quality of the effort, the motivation behind the effort. ហើយសាវកប៉ូលបាននិយាយថាប្រគុណគឺបានផ្លាស់ប្ដូរអាការជំរុញនៅការខិតខំប្រឹងប្រែងរបស់យើងហ្នឹង It doesn't remove discipline.
គឺអត់បានដកចេញនៅវិន័យទេ It doesn't remove hard work. ហើយក៏អត់បានដកចេញនៅការខិតខំប្រឹងប្រែងដែរ But it removes fear as the fuel. ប៉ុន្តែនឹងដកចេញភាពភ័យខ្លាចដែលភាពភ័យខ្លាចនេះវាជាការជំរុញផងយើង In fact, it's the same biblical concept when it comes to loving people. ហើយវាក៏ដូចគ្នាផងដែរនៅពេលដែលតកតងជាមួយនឹងការដែលយើងស្រឡាញ់មនុស្ស Right? Apostle John wrote this in 1 John chapter 4 verse 19. យូហានខ្សែទី1ចំពុកទី4ខទី19ឯយើងវិញយើងស្រឡាញ់ព្រះអង្គព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន Right? We love because we know that God first loved us. យើងស្រឡាញ់ដោយសារតែយើងបានដឹងថាព្រះអង្គទ្រង់បានស្រឡាញ់យើងមុន Right? We don't love people so that God will love us. We don't love people so that God will love us. យើងមិនមែនទៅស្រឡាញ់អ្នកដទៃដើម្បីឲ្យព្រះអង្គមកស្រឡាញ់យើងទេ Right? Think about working when you go to work. Imagine you're working under two different managers. បងប្អូនអាចសម័យបានថាបងប្អូនធ្វើការហើយនៅក្រោមការគ្រប់គ្រងរបស់មនុស្សពីរនាក់អ្នកគ្រប់គ្រងពីរនាក់ Imagine one manager constantly reminds you that your place in the company is not certain. អ្នកគ្រប់គ្រងមួយគឺគេបាននិយាយប្រាប់បងប្អូនថាតួនាទីរបស់យើងឋានៈរបស់យើងនៅក្នុងការងារអីមួយហ្នឹងគឺវាអត់ច្បាស់លាស់អត់ជាក់លាក់ទេ You better work hard if not your contract will not be extended. តាត្រូវតែធ្វើខំធ្វើការតែមិនអញ្ចឹងទេប្រយ័ត្នអត់ការងារធ្វើ The other makes it very clear that you are valued, you are trusted at work. ហើយដល់ពេលអ្នកគ្រប់គ្រងមួយទៀតវិញគឺគាត់បាននិយាយមកកាន់យើងថាគាត់ឲ្យតម្លៃយើងហើយការងាររបស់យើងគឺល្អ Let me ask you, under these two managers, do you work? Do you still work? ចឹងនៅក្រោមការគ្រប់គ្រងរបស់អ្នកគ្រប់គ្រងទាំងពីរហ្នឹងតើបងប្អូននៅតែធ្វើការអត់ Do you work hard? ធ្វើការខិតខំធ្វើការអត់ But which manager makes you want to give your best joyfully? ប៉ុន្តែក្រោមការដឹកនាំរបស់អ្នកណាដែលធ្វើឲ្យបងប្អូនខំដែរប៉ុន្តែខំដោយអំណរខំដោយការសប្បាយចិត្តណា First one or second one? ទី1ឬក៏ទី2 Second one. ចាទី2ប្រកាសដែរ Right? And this is why grace motivated commitment feels very different. This is why grace motivated commitment feels very different. ចឹងហើយបានការជំរុញដោយប្រគុណនេះគឺជាការមួយដែលខុសពីការជំរុញដោយការដែលមានសម្ពាធវិញ Right? Pressure driven commitment will tell you keep going or you'll fail. អញ្ចឹងការមួយដែលយើងខំប្រាជ្ញាចិត្តដែរប៉ុន្តែដោយសារតែសម្ពាធគឺជាការមួយដែលនិយាយថាត្រូវតែទៅមុខតែមិនអញ្ចឹងទេគឺនឹងបរាជ័យហើយ But grace says you are already helped, so keep walking, you are safe. ចាប៉ុន្តែប្រគុណវិញនិយាយថាអត់អីទេតោងជាប់ហើយដើរទៅមុខទៀតអត់អីទេកុំខ្លាចដួល Okay? One produces anxiety, the other produces perseverance. មួយគឺជាការមួយឲ្យយើងមានអារម្មណ៍ថាយើងភ័យខ្លាចប៉ុន្តែមួយទៀតគឺជាការមួយដែល Perseverance. ជាការមួយដែលយើងតស៊ូវិញ So grace doesn't make us passive, doesn't make us sit back, relax, and do nothing. ប៉ុន្តែប្រគុណមិនជាការមួយដែលធ្វើយើងនេះខ្លាចទៅជាប្រគុណម្នាក់ដែលអសកម្មអត់ធ្វើអីសោះទេ In fact, grace, the more you understand grace, it should sustain your effort. ប៉ុន្តែប្រគុណនៅពេលណាដែលយើងយល់ច្បាស់ពីប្រគុណជាការមួយដែលជាការមួយជំរុញឲ្យយើងនៅតែស្ថិតស្ថេរក្នុងការដែលយើងបន្តក្នុងការដែលយើងបញ្ញាចិត្តវិញ Okay, but Paul, of course, the good apostle that he is, he doesn't stop there. ប៉ុន្តែស្វប៉ូលគឺគាត់អត់ឈប់នៅកន្លែងហ្នឹងទេ Okay, because the real danger is not effort. ដោយសារតែអ្វីដែលគ្រោះថ្នាក់នៅកន្លែងនេះមិនមែនជាការដែលខិតខំប្រឹងប្រែងទេ Okay, the danger is forgetting even where the effort comes from. ប៉ុន្តែអ្វីដែលគ្រោះថ្នាក់គឺជាការមួយដែលយើងភ្លេចថាតើការខិតខំប្រឹងប្រែងហ្នឹងដោយសារអីមកពីណា And so he adds one final clarification. ចឹងមានចំណុចចុងក្រោយដែលគាត់បានបញ្ជាក់នៅកន្លែងនេះ Okay, and that's why we have point 3. Grace keeps effort from becoming burnout. ចំណុចទី3ព្រះគុណគឺជួយកុំឲ្យការដែលខិតខំប្រឹងប្រែងហ្នឹងคล้ายទៅជាអីមួយដែលធ្វើឲ្យយើងខ្សោះអស់កម្លាំងវិញ Okay, Paul ends this whole verse with a very careful clarification. Look at this. ចឹងស្វប៉ូលគឺគាត់បាននិយាយនៅក្នុងខគម្ពីរនេះប៉ុន្តែមិនមែនខ្ញុំទេគឺព្រះគុណរបស់ព្រះដែលស្ថិតនៅជាមួយខ្ញុំវិញ Now you see, if Paul said, I work harder than everybody else and stop there, បើសិនជាស្វប៉ូលគាត់និយាយថាខ្ញុំខំធ្វើការខ្លាំងមែនតើហើយគាត់ឈប់ត្រឹមនឹងអត់និយាយអីបន្តទៀត right? It will sound very dangerously prideful. អញ្ចឹងបើសិនជាគាត់ឈប់ត្រឹមនឹងគឺនឹងคล้ายទៅជាអីមួយដែលវាគ្រោះថ្នាក់មែនតើនិយាយដល់អំនួតវិញ Right? If you just stop there, you will sound like, see, look at me, I'm better than everyone else. ចឹងបើសិនជាគាត់និយាយទៅត្រឹមហ្នឹងគឺបានន័យថាមើលមកខ្ញុំល្អជាងអ្នកដទៃខ្ញុំខំមែនតើ That's why he immediately qualifies it, clarifies it. អញ្ចឹងហើយបានភ្លាមគឺគាត់និយាយបញ្ជាក់កន្លែងនេះ Right? Not just to sound humble, but to be truthful. មិនជាការមួយគ្រាន់តែជាការបន្ទាបខ្លួនរបស់គាត់ទេប៉ុន្តែជាការមួយគឺនៅក្នុងសេចក្តីពិត Because he knows, and we all know how easily
effort can quietly shift from gratitude to self-reliance. ដោយសារតែយើងដឹងមែនតើក្នុងការដែលប្រគុណយូរទៅជាការមួយដែលយើងឡើងធ្វើដល់ការដឹងគុណប៉ុន្តែខ្លះទៅជាអីមួយដែលយើងខិតខំប្រឹងប្រែងពឹងពាក់លើខ្លួនឯងវិញ So Paul says it was not I. ចឹងលោកសាវកប៉ុលគាត់និយាយថាមិនមែនជាខ្ញុំទេ And so he's really saying the strength that actually carried him did not come from him even. អញ្ចឹងកម្លាំងដែលគាត់មានដែលជួយគាត់បន្តទៅមុខហ្នឹងមិនមែនបានមកពីគាត់ទេ Grace didn't just start his journey. ប្រគុណមិនមែនត្រឹមតែឲ្យគាត់ចាប់ផ្ដើមដំណើររបស់គាត់ទេ Grace stayed with him. ប្រគុណគឺនៅជាប់ជាមួយនឹងគាត់ Grace sustained him. ហើយជួយទ្រទ្រង់គាត់ឲ្យទៅមុខទៀត And it carried him through the seasons that lasted longer and cost more than he expected. ហើយជួយឲ្យគាត់ទៅមុខដែលរដូវកាលក្នុងជីវិតគាត់ហ្នឹងគឺឲ្យគាត់បង់តម្លៃច្រើនជាងអីដែលគាត់រំពឹងទុកទៅទៀត And this is very important because at the beginning when I say many of us when we hear the word commitment វាសំខាន់កន្លែងនេះដោយសារតែពីដំបូងនៅពេលដែលខ្ញុំនិយាយថានៅពេលដែលបងប្អូនឮពាក្យថាប្រាជ្ញាចិត្តនេះ our first instinct is to think of exhaustion. អញ្ចឹងគ្រាន់តែលើពាក្យថាប្រាជ្ញាចិត្តនឹងភ្លាមអីដែលចូលមកក្នុងកំណត់បងប្អូនគឺបងប្អូនគាត់ថាអើយហត់ទៀតហើយ We think of pressure, we think of burnout. គាត់ថាសម្ពាធទៀតហើយមានអារម្មណ៍ថាប្រកាសជាហត់ខ្សោះអស់ពីខ្លួនទៀតហើយ But when Paul talks about commitment and effort, ប៉ុន្តែនៅពេលដែលសាវកប៉ុលគាត់និយាយអំពីការប្រាជ្ញាចិត្តហើយនឹងការខិតខំប្រឹងប្រែង you can tell he was not lamenting about how burdensome it is. បងប្អូនអាចបានមើលឃើញហើយស្រាប់ឮថាគាត់មិនមែនជាការមួយដែលគាត់រអ៊ូរទាំថាទាំងអស់ហ្នឹងគឺជាបន្ទុកសម្រាប់គាត់ទេ Because he's describing effort that flows from something deep within. ប៉ុន្តែគាត់បានពិពណ៌នាពីការខិតខំប្រឹងប្រែងមួយដែលចេញពីដួងចិត្តរបស់គាត់ And so he attributes his ability to commit, to put in effort to the grace of God in him. អញ្ចឹងគាត់ដាក់សមត្ថភាពរបស់គាត់អីដែលគាត់មានហ្នឹងទៅក្នុងប្រគុណដែលគាត់ទទួលបានពីព្រះ Okay. In other words, grace produces faithfulness. អញ្ចឹងនៅពេលដែលយើងនិយាយពាក្យមួយទៀតគឺព្រះគុណគឺបង្កើតឲ្យមានការដែលជំនឿដ៏ស្មោះត្រង់ Right? Grace produces that kind of endurance in him. ហើយប្រគុណគឺបានជួយគាត់មានការខិតខំប្រឹងប្រែងតស៊ូ Okay. He talked about this also in another letter to the Philippians, in Philippians chapter 2 verse 13. ហ្វីលីបជំពូក2ខទី13ត្បិតគឺជាព្រះហើយដែលបណ្ដាលចិត្តអ្នករាល់គ្នាឲ្យមានទាំងចំណង់ចង់ធ្វើនិងឲ្យបានប្រព្រឹត្តតាមបំណងព្រះហត្ថីទ្រង់ដែរ So our effort matters. អញ្ចឹងការដែលយើងខិតខំប្រឹងប្រែងគឺវាសំខាន់ But our effort is never self-generated. ប៉ុន្តែអាការខិតខំប្រឹងប្រែងរបស់យើងនោះវាមិនមែនបានមកពីយើងខ្លួនឯងទេ If you think of your effort as self-generated, that's where you experience burnout. បើសិនជាយើងគិតថាអាការខិតខំប្រឹងប្រែងហ្នឹងគឺវាបានមកពីខ្លួនយើងណាយើងនឹងទទួលបានអាបទពិសោធន៍មួយដែលខ្សោះអស់ពីខ្លួនហត់នឿយ Now think about electricity, right? Powering a device. ឥឡូវយើងអាចគិតពីអគ្គិសនីវិញ Right? Does electricity replace action? បងប្អូនគិតថាអគ្គិសនីវានឹងជំនួសសកម្មភាពឬក៏អត់ Right? Just because you have electricity, will the device work by itself? បើគ្រាន់តែយើងមានអគ្គិសនីគិតថាអាគ្រឿងអេឡិចត្រូនិករបស់យើងនេះអីផ្សេងៗនេះវានឹងធ្វើការដោយខ្លួនឯងអត់ Do you still have to turn it on? បងប្អូននៅតែត្រូវបើកអត់ Yes or no? Yes, you still have to turn the machine on. You still have to work the machine. ទីហោដូចផ្ទះមានភ្លើងអញ្ចឹងបើអត់បើកទទួលមើលទេទទួលមិនដែរ Okay, but without power, effort is useless. បើសិនជាអត់មានកម្លាំងថាមពលទេបើអត់មានភ្លើងទេគឺវាអត់ប្រយោជន៍ទេ Okay, I remember watching a video about how wood cutter, they cut wood. ខ្ញុំបានមើលមួយតាក់ទងជាមួយនឹងការកាប់ឈើ Right? They either use an axe or they use a chainsaw. គេប្រើអីគេប្រើអាណាឬក៏គេប្រើបថៅ Right? So think about the chainsaw, right? When the chainsaw runs, is the electricity empowering it to run? យ៉ាងនៅពេលដែលគេប្រើអាស្អីគេទ្រឺកាត់យកហ្នឹងតើគេប្រើអីគេប្រើអគ្គិសនីអត់ Okay, but does the lumberjack, the wood cutter, does he have to turn on the machine? Start the machine? តែត្រូវដោតឲ្យវាដើរសិនអត់មុននឹងកាត់ទ្រឺហ្នឹង Yes, right? He has to put in effort to turn it on and then use the chainsaw. ចាអញ្ចឹងគេត្រូវតែបើកវាសិនមុននឹងគេប្រើវាកើត If he did not turn on the chainsaw, he just take the chainsaw and start hitting the tree, do you think it will work? បើសិនជាអត់ដាក់បើកវាដើរបងនឹងហើយទៅដាក់ប្រើបងប្អូនគិតថាកាត់ឲ្យឈើទៅមុខអត់ Right? It will not work. It will spoil the chainsaw. ចាតែអត់ទៅមុខទេខូចទាំងអាម៉ាស៊ីនខូចទាំងអីទាំងអស់ហ្នឹង Right? So grace is the power source. អញ្ចឹងព្រះគុណគឺជាប្រភពនៃកម្លាំងធម៌ពលកន្លែងហ្នឹង Okay, and commitment is what happens when that power starts to flow. ហើយការខិតខំ
ប្រឹងប្រែងគឺជាអីមួយដែលគេម្ដងទៀតសុំម្ដងទៀត Commitment is what happens when the power starts ហើយ to ការ flow. ខំប្រឹងប្រែងគឺជាអីមួយនឹងកើតឡើងនៅពេលដែលធម៌ពលនឹងគឺវាដើរទៅ So Paul's secret is not that continuous willpower from himself. អញ្ចឹងអាការសម្ងាត់របស់លោកសាវកពលនឹងមិនមែនជាឆន្ទៈអីមួយផឹកគាត់អីទេ It was not because he has extraordinary strength compared to us. មិនដោយសារតែគាត់មានកម្លាំងមួយដ៏អស្ចារ្យនៅពេលដែលប្រៀបធៀបមួយយើងទេ Okay, what enabled him to be committed is that continuous dependence. ប៉ុន្តែអីមួយដែលបន្តគាត់ទៅមុខបានរហូតនោះគឺជាការមួយដែលគាត់នៅតែបន្តក្នុងការដែលពឹងពាក់ទៅកាន់ព្រះអង្គ Okay, that's what enabled him to stay committed without burning out. នោះហើយជាអីដែលបន្តឲ្យគាត់នៅតែបន្តក្នុងការបដិញ្ញាចិត្តរបស់គាត់ដោយអត់ឲ្យគាត់មានអារម្មណ៍ថាហត់ខ្សោះអស់ពីខ្លួន Right, even through seasons where he experienced so much setbacks and challenges. មិនថានៅក្នុងរដូវកាលជីវិតគាត់ជួបឧបសគ្គច្រើនយ៉ាងណានោះឡើយ So, if you forget everything today, I want you to remember this. អញ្ចឹងបើសិនជាថ្ងៃនេះបងប្អូនភ្លេចឬក៏អត់ចាំអីសូមបងប្អូនចាំកន្លែងនេះ Okay, commitment is not about proving our faith. Commitment is the necessary response to grace. ការបដិញ្ញាចិត្តគឺវាមិនមែនជាការមួយដែលយើងបង្ហាញអំពីជំនឿរបស់យើងទេការបដិញ្ញាចិត្តគឺជាអីដែលសំខាន់ក្នុងការដែលយើងឆ្លើយតបទៅកាន់ប្រគុណវិញ Okay, and this raises a very personal question for all of us. ហើយនេះគឺជាការមួយដែលដាក់សំណួរទៅកាន់បងប្អូនទាំងអស់គ្នារៀងៗខ្លួន Because the question is not whether you are committed or not. ដោយសារតាសំណួរមិនមែនសួរថាតើបងប្អូនមានការបដិញ្ញាចិត្តឬក៏អត់នោះទេ Okay, all of us are committed to something. យើងទាំងអស់គ្នាសុទ្ធតែមានការបដិញ្ញាចិត្តទៅកាន់អ្វីមួយ Okay, the question is what is fueling your commitment? ប៉ុន្តែសំណួរគឺសួរថាតើអីគេជាការមួយដែលដុតបញ្ឆេះជំរុញក្នុងការដែលខាងបងប្អូនខិតខំប្រឹងប្រែងនឹង Right, and honestly, for some of us, commitment has shifted from a response to grace សម្រាប់បងប្អូនខ្លះអាការខិតខំប្រឹងប្រែងនឹងវាអាចប្រែបាយចេញពីការមួយដែលខិតខំប្រឹងប្រែងបដិញ្ញាចិត្តដោយសារតែប្រគុណ Right, to something you feel responsible to sustain on your own. ប៉ុន្តែទៅជាអីមួយដែលជាការមួយដែលបន្តទៅមុខហើយពឹងផ្អែកលើខ្លួនឯងវិញ Right, you still show up, you still show care. បងប្អូននៅតែបង្ហាញខ្លួនបង្ហាញមុខនៅតែបង្ហាញការព្រួយបារម្ភទៅកាន់អ្នកដទៃ You are still faithful in many ways. បងប្អូននៅតែស្មោះត្រង់នៅក្នុងរបៀបជាច្រើន Okay, but underneath there is a sense of exhaustion. ប៉ុន្តែនៅក្នុងដួងចិត្តបងប្អូនវិញគឺមានអារម្មណ៍ថារៀងខ្សោះហត់នឿយ Okay, not because the work is wrong. មិនបានន័យថាដោយសារការងារដែលបងប្អូនធ្វើនឹងវាខុសអីទេ Okay, but because you have been carrying it on your own. ប៉ុន្តែដោយសារតែបងប្អូនស្ពាយអាសម្ពាយនឹងបន្ទុកនឹងដោយខ្លួនឯង So let me just give you two questions for you to just reflect on your own. ចឹងខ្ញុំនឹងឲ្យសំណួរពីរទៅកាន់បងប្អូនសម្រាប់សិស្សគិតដល់ខ្លួនឯង Right, you can do this for the rest of this week when you go back as well. ចឹងមួយអាទិត្យហ្នឹងបងប្អូនអាចសួរខ្លួនឯងនៅសំណួរ Okay, ហ្នឹង what area in your life has commitment started to feel more like pressure than gratitude? តើផ្នែកណាមួយនៅក្នុងជីវិតបងប្អូនដែលការបដិញ្ញាចិត្តហ្នឹងចាប់ផ្ដើមមានអារម្មណ៍ថាវាคล้ายទៅជាបន្ទុកជាការដែលបងប្អូនដឹងគុណវិញ And what responsibility are you carrying that you once received joyfully but now it's like you sustain it anxiously? តើទំនួលខុសត្រូវអីដំបូងដែលបងប្អូនធ្វើពេលដំបូងហ្នឹងមានអារម្មណ៍ថាអូសប្បាយដល់ប្រគុណណាប៉ុន្តែឥឡូវនេះคล้ายទៅជាអីមួយដែលជាការភ័យព្រួយបារម្ភសម្រាប់បងប្អូនវិញ Okay, in which area of your life have you stopped saying, God, will you carry me? តើផ្នែកណាមួយនៃជីវិតបងប្អូនដែលបងប្អូនខ្ញុំនិយាយថាព្រះអង្គតើព្រះអង្គនឹងជួយកូនដើរទៅមុខទៀតអត់ And you start telling yourself, I will push through it myself. ប៉ុន្តែបងប្អូនបែរជាប្រាប់ខ្លួនឯងថាខ្ញុំនឹងព្យាយាមដើរទៅមុខដោយខ្លួនឯងវិញ And if you are here today and you are not yet a Christian, never received Christ before, ហើយបើសិនជាបងប្អូននៅទីនេះហើយបងប្អូនអត់ដែលទទួលព្រះអង្គទេ okay, again, I want to remind you, Christianity doesn't begin by asking you to commit your life to God. ខ្ញុំចង់ប្រាប់អស់លោកអ្នកបងប្អូនថាការដែលបងប្អូនទទួលជឿព្រះអង្គហ្នឹងមិនមែនជាការមួយដែលយើងទាមទារការបដិញ្ញាចិត្តខ្លាំងពីបងប្អូនទេ Okay, the starting point of Christianity, the Christian message, ចឹងការចាប់ផ្ដើមសម្រាប់គ្រឹះបរិស័ទសម្រាប់ដំណឹងល្អ is that God has already committed himself to you. គឺព្រះអង្គទ្រង់បានបដិញ្ញាអង្គទ្រង់មុនដំបូងទៅកាន់អស់លោកអ្នកបងប្អូនហើយ You see, Jesus didn't command or demand commitment before giving grace. ព្រះអង្គអត់បានទាមទារយកការបដិញ្ញាចិត្តមុននឹងឲ្យប្រគុណទេ Okay, Jesus gave himself first. គឺទ្រង់បានផ្ដល់អង្គទ្រង់ជាដំបូងវិញ Right, on the cross, he carried what we could not. នៅលើចឆ្កាងគឺទ្រង់បានស្ពាយអ្វីដែលយើងអត់គ្នាអត់អាចធ្វើបាន Right, he carried our sin, our guilt. គឺទ្រង់បានស្ពាយនៅអំពើបាបរបស់យើងអាភាពអាម៉ាស់របស់យើង
our need to prove ourselves ហើយការមួយដែលយើងមានចិត្តថាចង់បង្ហាញទៅកាន់អ្នកដទៃឲ្យគេទទួលស្គាល់យើង and our endless striving for worth ហើយជាការមួយដែលយើងខិតខំប្រឹងប្រែងធ្វើមិនឲ្យមានអារម្មណ៍ថាខ្លួនឯងនឹងគឺមានតម្លៃ and in his resurrection he showed that grace has the final word ហើយនៅពេលដែលព្រះអង្គមានបញ្ជូនរស់ឡើងវិញគឺជាការមួយបង្ហាញថាប្រគុណគឺជាការដែលកំណត់អារឿងទាំងអស់នោះវិញ not our efforts មិនមែនការខិតខំប្រឹងប្រែងរបស់យើងទេ okay that's why Paul can say what he says ចឹងហើយបានសាវកប៉ូលគាត់និយាយកន្លែងហ្នឹង right his commitment flows from grace that he already received គឺគាត់និយាយថាការខិតខំប្រឹងប្រែងរបស់គាត់ហ្នឹងគឺបានមកពីប្រគុណដែលគាត់ទទួលបានដំបូងពីព្រះអង្គរួចហើយ and his commitment is sustained by grace that stays with him ហើយការដែលគាត់ធ្វើបន្តតស៊ូទៅមុខហ្នឹងគឺដោយសារតែប្រគុណដែលគង់នៅជាមួយនឹងគាត់ហើយ right so wherever you are today whether you have been a believer for many years ចឹងមិនថាថ្ងៃនេះបងប្អូនឈរនៅទីតាំងណាមួយទេមិនថាបងប្អូនស្គាល់ព្រះអង្គយូរហើយជឿព្រះអង្គយូរហើយទេ or you are still considering whether you believe ឬក៏បងប្អូននៅតែគិតថាតើគួរជឿអីគេនៅក្នុងជីវិតហ្នឹង right the invitation to you today is still the same ចឹងការអញ្ជើញសម្រាប់បងប្អូនទាំងអស់គ្នាថ្ងៃនេះគឺដូចគ្នា not to try harder មិនបានន័យថាត្រូវតែខំឲ្យខ្លាំងជាងមុនទេ not to promise more មិនបានន័យថាសន្យាឲ្យច្រើនជាងមុនទេ okay, but to stop carrying commitment alone ប៉ុន្តែក្នុងការដែលបងប្អូនឈប់ក្នុងការដែលស្ពាយអាការបញ្ញាចិត្តនេះតែម្នាក់ឯង okay, the invitation is to return to the grace of God ការអញ្ជើញនៅថ្ងៃនេះគឺជាការមួយឲ្យបងប្អូនត្រឡប់មកវិញមកកាន់ប្រគុណរបស់ព្រះអង្គវិញ right, not just as a starting point but as a source that sustains you មិនគ្រាន់តែជាចំណុចចាប់ផ្ដើមដំបូងហើយប៉ុន្តែសូមឲ្យនេះគឺជាប្រភពដែលជួយទ្រទ្រង់ឲ្យបងប្អូនបន្តដំណើរទៅមុខរហូតវិញ and maybe for some of you the most important response is not about recommitting or anything ប្រហែលជាសម្រាប់បងប្អូនខ្លះឲ្យដែលសំខាន់ការឆ្លើយតបសំខាន់នៅថ្ងៃនេះប្រហែលជាមិនមែនជាការមួយដែលការបញ្ញាចិត្តឡើងវិញនោះទេ as you reflect on your life ចឹងនៅពេលដែលបងប្អូនសិចគិតអំពីជីវិតរបស់ខ្លួនឯង maybe for you today it's really about finally receiving what grace actually means for you ប្រហែលជាការមួយដែលឲ្យបងប្អូនគិតឲ្យទទួលថាតើប្រគុណមានន័យមិនសម្រាប់អស់លោកអ្នកបងប្អូនវិញ right because Christianity didn't begin with us offering something to God ដោយសារតែគ្រិស្តបរិស័ទមិនមែនយើងចាប់ផ្ដើមទទួលជឿព្រះអង្គហើយគឺយើងផ្ដល់អីទៅព្រះអង្គមុនទេ right it begins with what God has already offered us in Christ ប៉ុន្តែចាប់ផ្ដើមដោយការមួយអីដែលព្រះបិតាទ្រង់បានផ្ដល់ឲ្យយើងជាមុនតាមរយៈព្រះយេស៊ូវគ្រីស្ទវិញ so to receive Jesus as your Lord and Savior is not about signing up for a harder life ចឹងមិនបានន័យថាទទួលជឿព្រះអង្គទៅហើយមិនបានន័យថាការដែលយើងទទួលជឿព្រះអង្គគឺជាការមួយដែលយើងចុះកិច្ចព្រមព្រៀងថាយើងនឹងមានជីវិតវេទនាជាងមុនទេ is to stop carrying life on your own ប៉ុន្តែជាការមួយដែលយើងថាយើងឈប់តស៊ូនៅក្នុងជីវិតដែលឯងឯកា right is to trust that the one who gave his life for you ជាការមួយដែលយើងជឿជាក់ថាព្រះអង្គដែលទ្រង់បានលះបង់បញ្ជូនព្រះអង្គសម្រាប់យើង right is worthy of carrying your life with you គឺទ្រង់ស័ក្តិសមក្នុងការដែលដើរជាមួយនឹងអស់លោកអ្នកបងប្អូននៅក្នុងដំណើរជីវិតនេះ now for those of you who have never put your trust in Jesus Christ before ហើយសម្រាប់បងប្អូនដែលអាចដាក់សេចក្តីទុកចិត្តជំនឿទៅកាន់ព្រះអង្គពីមុនមក okay and maybe you realize that you have been relating to God from a distance ហើយប្រហែលជាបងប្អូនដឹងថាបងប្អូនបានមើលទៅព្រះអង្គដូចព្រះអង្គដែលឆ្ងាយខ្លាំងពីបងប្អូន okay, the invitation to you is simple ហើយសម្រាប់ការអញ្ជើញសម្រាប់បងប្អូននៅថ្ងៃនេះគឺងាយៗទេ okay, all you need to do is to surrender and to put your trust in Christ ហើយដែលបងប្អូនត្រូវធ្វើនៅថ្ងៃនេះគឺជាការដែលបងប្អូនចុះចូលទៅកាន់ព្រះអង្គផងដែរ receive his grace and let him become the center of your life ទទួលយកប្រគុណរបស់ព្រះអង្គហើយសូមឲ្យព្រះអង្គជាចំណុចកណ្ដាលនៅក្នុងជីវិតរបស់អស់លោកអ្នកបងប្អូន because he loves you ដោយសារតែព្រះអង្គស្រឡាញ់បងប្អូន and he extends his grace to you ហើយទ្រង់បានផ្ដល់ឲ្យប្រគុណទៅកាន់បងប្អូន okay, if that's the desire of your heart today ហើយបើសិននោះគឺជាអីដែលបងប្អូនចង់ធ្វើនៅថ្ងៃនេះ okay, then I invite you to repeat this prayer with me សូមអញ្ជើញអស់លោកអ្នកបងប្អូននិយាយការអធិដ្ឋាននៅថ្ងៃនេះជាមួយនឹងខ្ញុំ right may I just invite you to just close your eyes សូមអញ្ជើញឲ្យបងប្អូនទាំងអស់គ្នាបិទភ្នែក okay, so that we respect and give space to those who want to respond អញ្ចឹងយើងគោរពទៅកាន់អ្នកបងប្អូនដែលគាត់ចង់ឆ្លើយតប right and for those who want to respond I invite you to just repeat this prayer with me អញ្ចឹងសម្រាប់បងប្អូនដែលចង់ឆ្លើយតបសូមបងប្អូននិយាយតាមខ្ញុំ Dear Lord Jesus បិតាដែលជាព្រះ I acknowledge that I've been carrying life on my own កូនទទួលស្គាល់ថាកូនបានស្ពាយនៅបន្ទុកក្នុងជីវិតនេះដោយខ្លួនឯង I need your grace more than my own strength កូនត្រូវការប្រគុណរបស់ព្រះអង្គជាងកម្លាំងរបស់កូនខ្លួនឯង Thank you for giving yourself for me អរគុណសម្រាប់ការដែលទ្រង់បានលះបង់អង្គទ្រង់ដើម្បីកូន
for bearing my sin and guilt on the cross. ដែលទ្រង់បានយកអំពើបាបហើយនិងភាពអាម៉ាស់ដាក់លើអង្គទ្រង់ Today I place my trust in you. ថ្ងៃនេះកូនដាក់ជំនឿទៅកាន់ព្រះអង្គ I receive your forgiveness and your life. កូនទទួលយកការអត់ឱនទោសដែលបានមកពីព្រះអង្គនៅក្នុងជីវិតកូន Be my Lord and Savior. សូមព្រះអង្គក្លាយទៅជាព្រះសង្គ្រោះក្នុងជីវិតរបស់កូន Teach me to walk in grace. សូមទ្រង់បង្រៀនកូនឲ្យដើរនៅក្នុងព្រះគុណ And to live from what you have already given me. ហើយឲ្យកូនរស់នៅក្នុងជីវិតមួយពីអ្វីដែលទ្រង់បានផ្ដល់មកឲ្យកូនរួចហើយ In Jesus' name I pray. ក្នុងនាមព្រះអង្គចាប់ព្រះយេស៊ូវគ្រីស្ទ Amen. If you have said that prayer for the first time today, បើសិននេះជាអីដែលបងប្អូនបាននិយាយលើកដំបូងនៅក្នុងជីវិត no, I want to encourage you to tell your friend who invited you to church. សូមលើកទឹកចិត្តឲ្យបងប្អូនប្រាប់អ្នកដែលគាត់អញ្ជើញបងប្អូនមក Right, so that they can help you get started in this new life, this new relationship that you have ចឹង with គាត់ God. អាចជួយឲ្យបងប្អូនបន្តដំណើរក្នុងជីវិតថ្មីនេះផងដែរ Right, worship team, please join me as we close. Now, to conclude today, wherever you are right now, ចឹងក្នុងការដែលយើងបញ្ចប់នៅថ្ងៃនេះមិនថាបងប្អូនឈរនៅផ្នែកណាមួយទេ okay, whether you have prayed the prayer for the first time or you have been a Christian for a long time, មិនថាជាថ្ងៃដំបូងដែលបងប្អូនអធិដ្ឋានទទួលយកព្រះអង្គឬក៏មិនថាបងប្អូនជាអ្នកដែលជឿព្រះអង្គយូរហើយទេ okay, I want you to hear this last part very carefully. ខ្ញុំចង់ឲ្យបងប្អូនស្ដាប់ចំណុចចុងក្រោយនេះដោយយកចិត្តទុកដាក់ You see, you are not meant to take this journey alone. បងប្អូនគឺមិនមែនតម្រូវឲ្យបន្តដំណើរនេះនៅក្នុងជីវិតឯកាតែឯងទេ Because the Christian life was never meant to be sustained by individual strength. ដោយសារតែជីវិតយើងជាគ្រីស្ទបរិស័ទមិនមែនជាការមួយដែលយើងបន្តដំណើរជីវិតតែឯងនោះទេ Or by your own quiet determination. ឬក៏មិនមែនដោយសារតែខិតខំប្រឹងប្រែងតស៊ូស្ងៀមស្ងាត់តែឯងនោះទេ Right? We are a people learning together, យើងគឺជាមនុស្សដែលយើងរៀនជាមួយនឹងគ្នា learning what it means to live from grace. យើងរៀនជាមួយនឹងគ្នាពីរបៀបថាតើយើងត្រូវរស់នៅក្នុងជីវិតមិនដែលរស់នៅក្នុងប្រគុណព្រះអង្គ Right? A community where our effort flows from grace. សហគមន៍មួយដែលការខិតខំប្រឹងប្រែងរបស់យើងនឹងគឺវាបានហូរចេញមកដល់ប្រគុណដែលយើងទទួលបានពីព្រះអង្គ It flows from gratitude គឺបានមកដោយការដែលយើងដឹងគុណទៅកាន់ព្រះអង្គ and not from pressure. ប៉ុន្តែមិនមែនបានដោយសារតែសម្ពាធដែលយើងមានទេ Where our commitment flows out of love, ការបដិញ្ញាចិត្តយើងគឺចេញពីក្តីស្រឡាញ់ not out of fear. តែមិនមែនដោយសារតែភាពភ័យខ្លាចទេ When no one is asked to prove their worth before they belong. គឺមិនមែនជាកន្លែងមួយដែលទាមទារឲ្យបងប្អូនបង្ហាញពីគុណតម្លៃរបស់បងប្អូនមុននឹងបងប្អូនអាចក្លាយទៅជាកម្មសិទ្ធិរបស់ក្រុមនោះទេ Right? You already belong when you come and join us. បងប្អូនគឺជាផ្នែកមួយនៃយើងហើយនៅពេលដែលបងប្អូនអញ្ជើញមកហើយចូលរួមជាមួយនឹងយើង Right? Turn to someone next to you and say, you belong here. ចាំមកបងប្អូនអាចងាកឆ្វេងស្ដាំនិយាយថាបងប្អូនជាផ្នែកមួយនៅទីនេះផងដែរ You see, as a church, we are not trying to build something impressive. ចឹងក្នុងនាមយើងជាគ្រីស្ទបរិស័ទមិនមែនបានន័យថាយើងព្យាយាមកសាងក្រុមជំនុំមួយដែលមើលទៅអស្ចារ្យអីនោះទេ Okay, we are learning to become a people who depend on grace. គឺយើងទាំងអស់គ្នាគឺយើងរៀនថាជាអ្នកដែលរស់នៅជីវិតមួយដែលពឹងផ្អែកទៅលើប្រគុណរបស់ព្រះអង្គទាំងអស់គ្នា To be a family, a community where we carry one another when the road feels long. ជាគ្រួសារមួយជាសហគមន៍មួយដែលយើងជួយគ្នាទៅវិញទៅមកនៅពេលដែលផ្លូវដំណើររបស់យើងនេះគឺវាវែងឆ្ងាយ Who keep pointing each other back to Christ when the commitment feels heavy. ជាការមួយដែលយើងដាស់តឿនគ្នានៅពេលណាដែលយើងមើលឃើញថាបងប្អូនយើងគាត់គិតថាការបដិញ្ញាចិត្តនេះជាអីមួយដែលធ្ងន់សម្រាប់គាត់ So today, if you find yourself feeling tired or unsure, ចឹងថ្ងៃនេះបើសិនជាបងប្អូនមានអារម្មណ៍ថាហត់នឿយឬក៏អត់ច្បាស់ or maybe it's a new year, you are telling yourself today I am beginning again. នេះគឺជាដើមឆ្នាំថ្មីចឹងប្រហែលជាពេលមួយដែលបងប្អូនប្រាប់ខ្លួនឯងថាជាចំណុចចាប់ដើមថ្មីសម្រាប់បងប្អូន Okay, I want you to know this. ខ្ញុំចង់ឲ្យបងប្អូនដឹងកន្លែងនេះ You are welcome here. បងប្អូនគឺត្រូវបានទទួលស្វាគមន៍ Okay, and we walk forward together. ហើយយើងនឹងដើរទៅមុខជាមួយនឹងគ្នា We are sustained not by pressure but by grace. យើងត្រូវត្រង់ឲ្យដើរទៅមុខមិនមែនដោយសារតែសម្ពាធទេប៉ុន្តែដោយប្រគុណវិញ Amen. May I just invite all of you to stand with me. សូមជើញឲ្យបងប្អូនអស់គ្នាក្រោកឈរឡើងអធិដ្ឋានជាមួយនឹងគ្នា Before we close with this beautiful song, មុនយើងបញ្ចប់ដោយការថ្វាយបង្គំនេះ okay, let's pray and respond to God. សូមឲ្យយើងអធិដ្ឋានជាមួយនឹងគ្នា Dear Heavenly Father, បិតាដែលជាព្រះដែលគង់នៅនគរឋានសួគ៌ we come before you aware កូនឈរនៅចំពោះព្រះអង្គដែលកូនដឹងច្បាស់ that many of us have been carrying more than we realize. ថាមានបងប្អូនជាច្រើននៅទីនេះគឺគាត់បានស្ពាយបន្ទុកធ្ងន់ជាងឯដែលយើងដឹងទៅទៀត Not because we lack faith, មិនមែនដោយសារតែកូនអត់មានជំនឿគ្រប់គ្រាន់ទេ
But because we've tried to be faithful in our own strength. ប៉ុន្តែដោយសារតែកូនព្យាយាមក្នុងការដែលស្មោះត្រង់ជាមួយនឹងព្រះអង្គនៅក្នុងរបៀបនិងកម្លាំងរបស់កូនខ្លួនឯង And today we return to your grace. ថ្ងៃនេះកូនបែរត្រឡប់ទៅកាន់ព្រះគុណរបស់ព្រះអង្គវិញ For those of us who have been faithful for a long time and are quietly tired. សម្រាប់បងប្អូនដែលគាត់បានស្មោះត្រង់ជាមួយនឹងព្រះអង្គអស់ពេលជាយូរហើយប៉ុន្តែគាត់មានការនឿយនៅក្នុងចិត្តគាត់ដែលស្ងៀមស្ងាត់តែឯង Remind us that you are with us. សូមទ្រង់បានរំលឹកកូនជាថ្មីម្ដងទៀតថាទ្រង់តែងតែគង់ជាមួយនឹងកូនទាំងអស់គ្នា Remind us that your grace is enough. រំលឹកកូនសារជាថ្មីម្ដងទៀតថាប្រគុណរបស់ព្រះអង្គគឺគ្រប់គ្រាន់សម្រាប់កូន For those of us who have become cautious, we have become guarded in our hearts. សម្រាប់បងប្អូនដែលគាត់មានអារម្មណ៍ថាគាត់ចាប់ផ្ដើមដាក់ចិត្តខ្លួនឯង Meet us gently and restore the trust. សូមទ្រង់បានជួបជាមួយនឹងពួកគាត់ដោយទន់ភ្លន់ហើយស្ដារនៅជំរឿនរបស់គាត់ឡើងវិញ And for those who are beginning again today. ហើយសម្រាប់បងប្អូនដែលគាត់ចាប់ផ្ដើមសារទៅថ្មីម្ដងទៀតនៅថ្ងៃនេះ Assure us of your love and how close you are to us. សូមទ្រង់បានដាស់តឿកូនថាតើព្រះអង្គស្រឡាញ់កូនដល់កម្រិតណាហើយទ្រង់នៅជិតស្និទ្ធជាមួយនឹងកូនដល់កម្រិតណា We place our lives back into your hands. កូនដាក់ជីវិតរបស់កូនទៅក្នុងពហុរបស់ព្រះអង្គសារទៅថ្មីម្ដងទៀត Not to prove ourselves. មិនសម្រាប់តែការដែលកូនបង្ហាញខ្លួនឯងថាកូនល្អឬក៏អស្ចារ្យមានតម្លៃដល់កម្រិតណាទេ But to be shaped by your grace. តែជាការមួយកូនដើរជាមួយនឹងគុណរបស់ព្រះអង្គវិញ Help us to build our lives on the foundation of your love. សូមទ្រង់បានជួយកូនឲ្យបានដាក់គ្រឹះជីវិតរបស់កូនយ៉ាងមាំនៅក្នុងក្តីស្រឡាញ់របស់ព្រះអង្គ In Jesus' name we pray. ក្នុងនាមរបស់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទ Amen. Amen. Come, let's respond to God with this closing song.